បានជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺយើងមករៀនបង្កើត account Gmail របស់គ្នាពួកបច្ចុប្បន្ននេះគឺការបង្កើត account Gmail គឺយើងកែមនៅកន្លែងដាក់លេខទូរស័ព្ទនេះតើគ្នាពេលកន្លែងដែលយើង verify ជាមួយនឹងលេខទូរស័ព្ទគឺវាអត់បានទេតើគ្នាទោះបីលេខទូរស័ព្ទថ្មីឬក៏យើងទៅតែទិញគឺយើងយកមក verify គឺអត់បានទេអញ្ចឹងយើងសាកធ្វើទាំងអស់គ្នាព្រោះឥឡូវនេះគឺខ្ញុំសាក2ថ្ងៃហើយនេះបងប្អូនគ្នាគឺបង្កើត account គឺបរាជ័យគឺយើងអត់ធ្វើអត់បានហើយសម្រាប់យើងដែលធ្វើបានកុំភ្លេច comment ខាងក្រោមជួយចែកលេខប្រាប់ខ្ញុំផងហើយយើងទៅធ្វើទាំងអស់គ្នាហើយឥឡូវនេះគឺវាពិបាកបង្កើតមែនទែនហើយសម្រាប់គ្នាយើងដែលមានកលឹះក្នុងការបង្កើតកុំភ្លេច comment ខាងក្រោមផងហើយជួយប្រាប់គ្នាយើងផងហើយសម្រាប់ខ្ញុំធ្វើ2ថ្ងៃហើយខ្ញុំធ្វើអត់បានទេគឺកៀងកន្លែង verify ជាមួយនឹងលេខទូរស័ព្ទឲ្យតែយើង verify ជាមួយលេខទូរស័ព្ទគឺវាលោតកំហុសគឺវាអត់បានទេអញ្ចឹងអ្នកនរគ្នាកុំភ្លេចតាមបាននៅវីដេអូនេះពីដើមដល់ចប់អ្នកនរគ្នានឹងពួកយើងនឹងធ្វើបានទាំងអស់គ្នាហើយកុំឲ្យខាតពេលយូរអ្នកនរគ្នាអាចចូលទៅទស្សនាវីដេអូពីដើមដល់ចប់បានតោះ let's go ហើយមុននឹងយើងចូលទៅក្នុងaccount Gmail របស់យើងត្រូវបើក Google Chrome មួយសិនឥឡូវខ្ញុំធ្វើការបើក Google Chrome របស់ខ្ញុំមួយអូខេតោះអ្នកនរគ្នាឥឡូវយើងបើក Google Chrome យើងហើយពេលដែលយើងបើក Google Chrome មកវាចេញផ្ទាំងស្អាតបែបនេះគឺយើងអត់ទាន់បានធ្វើអីទេអញ្ចឹងអានេះយើងចូលទៅបង្កើត account Gmail ហើយអ្នកនរគ្នាចុចតាមខ្ញុំមកជាដំបូងយើងបើក Google Chrome ហើយយើងយកពាក្យថា Gmail ហ្នឹងអ្នកនរគ្នានៅខាងស្ដាំដៃហ្នឹងហើយយើងចុចនៅលើពាក្យថា Gmail ហ្នឹងមកវានឹងនាំយើងមកដល់ចំណុចមួយនេះហើយមកដល់កន្លែងមួយនេះអ្នកនរគ្នាចុចនៅពាក្យថា create ហ្នឹងមកហើយយើងយកពាក្យខាងលើហ្នឹងណា for my personal use ហ្នឹងយើងចុចមកវានាំយើងមកដល់ចំណុចមួយនេះអ៊ីនធឺណិតរបស់ខ្ញុំរៀង slow អ្នកនរគ្នាខាងខ្ញុំហើយចាំតិចអ្នកនរគ្នាឥឡូវ slow វិលខ្ញៅណារៀង slow មែនទេអ៊ីនធឺណិតអូខេឥឡូវ load មកហើយកន្លែងមួយនេះគឺយើងដាក់ឈ្មោះអ្នកនរគ្នា first name យើងដាក់ឈ្មោះយើងមកឥឡូវខ្ញុំដាក់ឈ្មោះរបស់ខ្ញុំតែ3ថ្ងៃពេលចឹងវាលោតឈ្មោះតែដែរមកហើយសម្រាប់គ្នាយើងដាក់ឈ្មោះរបស់អ្នកនរគ្នាណាហើយពេលអ្នកនរគ្នាវាយឈ្មោះរបស់អ្នកនរគ្នាហើយធ្វើការចុចលេខតហើយមកដល់ចំណុចមួយនេះគឺយើងរើសខែឆ្នាំកំណើតយើងដាក់ខែឆ្នាំកំណើតមួយណាក៏បានឲ្យតែយើងស្រួលចាំឥឡូវខ្ញុំដាក់ខ្ញុំដាក់ខែឆ្នាំកំណើតរបស់ខ្ញុំតែពេលយើងវាយខែឆ្នាំកំណើតហើយមកដល់កន្លែងមួយនេះយើងជ្រើសរើសភេទបងប្អូនដាក់ស្រីបងប្អូនប្រុសឥឡូវយើងប្រុសខ្ញុំដាក់ mail យ៉ាងមកហើយពេលខ្ញុំពេញហើយធ្វើការចុច next ចាំមើលតើ verify ជាមួយលេខទូរស័ព្ទបានអត់សម្រាប់ថ្ងៃនេះពួកខ្ញុំធ្វើ2ថ្ងៃអ្នកនរគ្នាខាងលើនេះអ្នកនរគ្នាគឺក្រុមហ៊ុន Gmail អ្នកកំណត់ឲ្យ Gmail 2ខាងលើហ្នឹងបើសិនជាយើងអត់ឆ្លាញ់ Gmail ខាងលើទេយើង create ថ្មីមកហើយសម្រាប់ខ្ញុំធ្វើជាឧទាហរណ៍ខ្ញុំយកហ្នឹងឥឡូវខ្ញុំយកលើហ្មងទៅហើយខ្ញុំធ្វើការចុច next ហើយមកដល់ចំណុចមួយនេះអ្នកនរគ្នាដាក់ password ឥឡូវដាក់ password របស់ខ្ញុំអ្នកនរគ្នាដាក់ password កុំស្រួលចាំពេកហើយកុំដាក់លេខក្រេព្រោះវាងាយក្នុងការ hack អ្នកផ្សេងគេ hack ព្រោះGmailយើងសំខាន់ហើយខាងលើនេះយើងបំពេញឲ្យដូចខាងក្រោមនឹងមកខាងក្រោមយើងបំពេញដូចខាងលើនឹងមកយើងបំពេញខាងលើខាងក្រោមហ្នឹងគឺដូចគ្នាហើយបើសិនអ្នកនរគ្នាចង់មើលនៅពាក្យសម្ងាត់របស់យើងសរសេរបែបម៉េចខ្លះthì dương trách biệt thành này đừng máu cứ bị lột bị tầng on đừng máu hay dương bông bệnh bệnh thì họ dương vừa cả chuyện này hay bị nằm dương một lại mũi đi cái lại mũi này cứ chưa cái lại để dương verify cho mũi lên tụ xa bắt để tỏ cái này hay cái lại mũi nó dùng gạt bị ngay vậy vừa tên bạn lấy ngày nay em đặt bay một quan tem em đặt tem bật phone cái bus smart cho mũi bị bạn lấy những vừa cả đã lấy tụ xa bỏ nhóm cái lại mũi này cứ để tỏ cái đã lấy tụ xa đúng không để tỏ cái này đừng bay verify câu chẳng em đã lấy tụ xa bỏ nhóm ok chúng ta lấy từ sắp bao nhóm hai chúng tôi cả chuyện này cứ vì lột bánh hà có hòm nâng tàng đón để tạo cái này cái này mình cứ nhóm càng là vì ngày ấy mà đăng thả trong một chị mày biến bánh hà ta lợi thế ở từ nhóm verify chúng mình lấy từ sắp một nhóm thông ấy bây nhóm lại cứ ọt bàn thì lấy nhóm đồ lấy từ sắp thông mọi em đã lấy từ sắp một tiền ôi tại mặt đo rồi nói mùi đi cứ càng tại mặt đo cái dương hayសម្រាប់គ្នាយើងដែលមកដល់កន្លែង verify លេខទូរស័ព្ទហើយយើងដាក់បានហើយកុំភ្លេចចែកលេខមកខ្ញុំផងហើយខ្ញុំមិនដឹងថាវាមានបញ្ហាទៅលើអីទេឥឡូវខ្ញុំឆែកលេខទូរស័ព្ទមួយខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំមួយទៀតខ្ញុំដាក់សេខាម្ដងមិនដាក់កាក់បើឥឡូវដាក់ smart ម្ដង
ទូរស័ព្ទរបស់ខ្ញុំហើយខ្ញុំធ្វើការចុច next ទៅតិចបានដឹងអូខេអ្នកនរគ្នាឥឡូវគឺយើងធ្វើការបាន verify មកជាមួយលេខទូរស័ព្ទរបស់ខ្ញុំគឺបានហើយនិយាយរួមទៅអា2ថ្ងៃនេះគឺខ្ញុំទិញលេខទូរស័ព្ទ smartphone ស៊ីមថ្មីហើយពេលដែលខ្ញុំ verify ជាមួយលេខថ្មីគឺអត់បានទេសម្រាប់លេខទូរស័ព្ទ smartphone ហើយសម្រាប់លេខទូរស័ព្ទផ្សេងគឺយើងអាច verify បានហើយឥឡូវហ្នឹងខ្ញុំដាក់ smart ខ្ញុំដាក់ SIM card ដែរប្រព័ន្ធ SIM card ដាក់ភ្លាមគឺវា load code ឲ្យភ្លាមតែម្ដងអ្នកនរគ្នាអញ្ចឹងខ្ញុំធ្វើការវាយលេខ code នឹងចូលតែម្ដងអូខេឥឡូវនេះគឺខ្ញុំបង្កើតបានជោគជ័យហើយខ្ញុំធ្វើឡើង2ថ្ងៃហើយអ្នកនរគ្នាគឺធ្វើបានទេអូខេឥឡូវខ្ញុំ verify ជាមួយលេខទូរស័ព្ទរបស់ខ្ញុំបានហើយខ្ញុំធ្វើការចុច next សម្រាប់អ្នកនរគ្នាវាយលេខទូរស័ព្ទរបស់អ្នកនរគ្នាហើយគឺអ្នកនរគ្នានឹងបានកូដមួយផ្ញើនៅក្នុងសាររបស់អ្នកនរគ្នាយើងវាយលេខកូដនឹងចូលទៅវានាំយើងមកដល់ចំណុចមួយនេះកន្លែងមួយនេះយើង add នៅ recovery Gmail បើសិនជាយើងមាន Gmail ចាស់ Gmail Zin របស់យើងពេលដែល Gmail ដែលយើងទៅបង្កើតវាមានបញ្ហាគេយកអញ្ចឹងយើងអាច recovery មកវិញបានយើងបាត់ password ហើយគឺយើង recovery វិញបានឥឡូវខ្ញុំដាក់ Gmail របស់ខ្ញុំសម្រាប់ recovery នៅ Gmail របស់ខ្ញុំទៅបង្កើតវាមានបញ្ហាគឺខ្ញុំយក Gmail Zin របស់ខ្ញុំទៅស្រង់វានិយាយទៅយើងសង្គ្រោះវាគឺជា Gmail សង្គ្រោះនិយាយទៅ Gmail ហ្នឹងគឺ Doctor សម្រាប់សង្គ្រោះឥឡូវខ្ញុំដាក់ Gmail របស់ខ្ញុំឥឡូវខ្ញុំវាយ Gmail របស់ខ្ញុំហើយពេលដែលអ្នកនរគ្នាអត់មាន Gmail ចាស់យើងទៅតែមាន Gmail ថ្មីយើងធ្វើការចុច skip នឹងមកមិនចាំបាច់បំពេញដូចខ្ញុំយ៉ាងទេយើងធ្វើការចុច skip តែបើសិនជាអ្នកនរគ្នាមាន Gmail ចាស់ Gmail Zin អ្នកនរគ្នាវាយ Gmail របស់អ្នកនរគ្នាហើយយើងធ្វើការចុច next មកពេលដែលអ្នកនរគ្នាចុច next ហើយវានាំយើងមកដល់ចំណុចមួយនេះមកដល់ចំណុចមួយនេះគឺយើងបង្កើតនៅ Gmail មួយដោយជោគជ័យ 100% ហើយអ្នកនរគ្នាអានេះគឺវាឲ្យយើង review your account info អញ្ចឹងយើងធ្វើការចុច next មកអូខេមកដល់ចំណុចមួយនេះគឺយើងអូសទៅក្រោមយើងយកពាក្យថា I agree អានេះគឺសប្បាយចិត្តមែនទែនបង្កើតបាននិយាយរួមទៅអា2ថ្ងៃហ្នឹងគឺខ្ញុំបង្កើតអាលេខថ្មីអាលេខបិទ phone ណាគឺអត់បានទេវាអត់ verify code មកតែម្ដងហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃខ្ញុំក៏ឲ្យថ្ងៃទី3ខ្ញុំដាក់លេខទូរស័ព្ទ smartphone នឹងទៀតប៉ុន្តែវាអត់នៅតែ verify អត់បានវានៅតែមានបញ្ហា load អស់ដូចអ្នកនរគ្នាមើលជាក់ស្ដែងអញ្ចឹងគឺខ្ញុំដាក់ទៅវាគាំងកន្លែងហ្នឹងហើយពេលខ្ញុំបដូរលេខទូរស័ព្ទ smartphone មកដាក់ SIM card វិញគឺវា load code ឲ្យតែម្ដងអ្នកនរគ្នាអូខេឥឡូវនេះគឺយើងបង្កើត account Gmail មួយដោយជោគជ័យហើយយើង refresh មួយមកហើយយើងមកមើលកន្លែងមួយនេះគឺអ្នក account របស់យើង Gmail របស់យើងហើយអ្នកនរគ្នាកុំភ្លេចកត់ទុកនៅ Gmail ដែលអ្នកនរគ្នាបង្កើតហើយយើងរក្សាវាក្នុង note មួយទៅអូខេឥឡូវនេះគឺយើងបង្កើត Gmail មួយដោយជោគជ័យហើយអ្នកនរគ្នាអានេះគឺខ្ញុំធ្វើបានហើយ2ថ្ងៃហ្នឹងគឺខ្ញុំអត់ទាន់បានតែលេខទូរស័ព្ទផ្សេងទេខ្ញុំគ្រាន់តែដាក់លេខទូរស័ព្ទ smartphone មួយពួកយើងទើបទិញ smartphone ថ្មីតែយកមកសម្រាប់បង្កើត Gmail ទៅពេលយើងធ្វើអត់បានហើយណាមួយរវល់ធ្វើការផងអត់សូវមានពេលអ្នកនរគ្នាឥឡូវខ្ញុំអត់តេស្តម្ដងទៀតវាតើជាអត់បានឥឡូវខ្ញុំអត់ដាក់លេខលេខ SIM card វិញគឺបានតែម្ដងអ្នកនរគ្នាអូខេអ្នកនរគ្នាវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ហើយអ្នកនរគ្នាហើយវីដេអូបន្តទៀតខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបនៃការរៀបចំ Gmail យើងឲ្យត្រូវជាមួយនឹងស្តង់ដារអានេះយើងបង្កើតភ្លាមយើងអត់តមកធ្វើអីទេអ្នកនរគ្នាយើងទុកវាមួយថ្ងៃទៅ2ថ្ងៃសិនទៅបើសិនជាអ្នកនរគ្នារវល់ទុកវាប្រហែលថ្ងៃក៏បានដែរតែបើសិនជាអ្នកនរគ្នាតនេយើងអាចមករៀបចំវាឲ្យទៅហើយវីដេអូបន្តខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបនៃការរៀបចំ account Gmail យ៉ាងម៉េចឲ្យត្រូវជាមួយនឹងស្តង់ដាររបស់ក្រុមហ៊ុន Gmail តែម្ដងអ្នកនរគ្នាហើយយើងអាចយកទៅប្រកបនៅមុខរបររបស់យើងបានដូចជាបង្កើត account Facebook យើងយកទៅបង្កើត account TikTok Gmail Instagram អីយើងទៅតាមតម្រូវការរបស់អ្នកនរគ្នាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាដោយសារឥឡូវម៉ោង3ងាយហើយដល់ម៉ោងដែលខ្ញុំរវល់ធ្វើការអញ្ចឹងខ្ញុំមកឆ្លៀតធ្វើអានឹងមួយ plate ហើយអ្នកនរគ្នាកុំភ្លេចជួយចុច like follow page ខ្ញុំម្នាក់មួយផងដើម្បីតាមដាននៅវីដេអូបន្តទៀតពេលដែលខ្ញុំធ្វើវីដេអូហើយខ្ញុំផុសចូល page ហ្នឹងហើយអ្នកនរគ្នានឹងឃើញនៅលើគេតែម្ដងហើយសិនជាអ្នកនរគ្នាបង្កើត account Gmail មិនទាន់បានទេអ្នកនរគ្នាកុំភ្លេច comment ខាងក្រោមខ្ញុំនឹងប្រាប់កលឹះបន្តទៀតហើយបើសិនជាអ្នកនរគ្នាបង្កើតនៅដាក់លេខទូរស័ព្ទ smartphone អត់ verify code ទេយើងទិញ SIM card មកដាក់វិញដូចខ្ញុំអញ្ចឹងខ្ញុំដូរពី smartphone មកដាក់ SIM card វិញគឺ load code ឲ្យតែម្ដងគឺបានតែម្ដងអ្នកនរគ្នាហើយវីដេអូបន្តខ្ញុំនឹងប្រាប់ពីរបៀបក្នុងការរៀបចំ account Gmail ដើម្បីឲ្យត្រូវជាមួយនឹងស្តង់ដារវាអត់មានបញ្ហាពីខូចទេអ្នកនរគ្នាហើយបើសិនជាមានក្រុម hacker ឬក៏មានអ្នកផ្សេងលួចចូល account Gmail របស់យើងដឹងថាអ្នកណាគេលួចចូលអញ្ចឹងអ្នកនរគ្នាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ